ហាងកាហ្វេមួយកន្លែងនេះមិនមែនត្រឹមលក់តែកាហ្វេទេបងប្អូនមានលក់ដូងក្អូបខ្មែរទៀតដែលដូងក្អូបនេះគឺបោះត្រាដោយគាត់ផ្ទាល់តែម្ដងហាងគាត់ផ្ទាល់តែម្ដងណាដែលទីនេះគឺមានឈ្មោះថា Top Cafe នៅទីក្រុងភ្នំពេញនេះអាចបងប្អូនអញ្ចឹងអ្នកនៅទីក្រុងភ្នំពេញលែងពិបាកទៀតហើយកុំឲ្យថាថតទៅនៅតាមខេត្តពេកនៅពេញអត់មានថតអីសោះបាទឥឡូវនេះថតឲ្យមើលហើយ share ម្នាក់មួយទៅកាលថ្ងៃក្រោយចង់ទៅលេងឲ្យស្រួលរអញ្ចឹងណាហើយកាហ្វេកន្លែងគាត់មានរសជាតិឆ្ងាញ់មែនតើបងប្អូនដោយសារគាត់មានប្រដាប់កិនខ្លួនឯងហើយក្របកាហ្វេក៏គាត់មានដៃគូនាំចូលផងដែរបងប្អូនមានច្រើនរសជាតិមែនតើអញ្ចឹងបើនិយាយពីរសជាតិវិញដូចកាហ្វេគេ brand ថ្លៃអញ្ចឹងតែកន្លែងគាត់អត់ថ្លៃទេបងប្អូនមួយកែវត្រឹមតែ 7-8,000 រៀលទេហើយបងប្អូនទិញកាហ្វេតាមមួយកែវ드링តាមមួយកែវបងប្អូនអាចអង្គុយបាទមួយព្រឹកថ្ងៃត្រង់ក៏បានដែរបងពិភាក្សាការងារបាទជួបជុំក្រុមគ្រួសារមិត្តភ័ក្តិបងប្អូនបាទសង្សារក៏បានហើយកាហ្វេកន្លែងគាត់នេះឆ្ងាញ់បងប្អូនដែលអត់ចេះញ៉ាំកាហ្វេគាត់ក៏អាចដាក់កាហ្វេតម្រូវតាមការញ៉ាំរបស់បងប្អូនដែរហើយក៏មានជាប្រភេទ passion soda បាទ strawberry soda អីជាដើមបងប្អូនអាចជ្រើសរើសបានបាទមានច្រើនមុខមែនតើហើយជាពិសេសបងប្អូនដែលស្រឡាញ់បរិយាកាសស្ងប់ស្ងាត់មកទីហ្នឹងពិតជាត្រូវហើយបងប្អូនហើយធម្មជាតិហើយ fresh ហើយស្ងប់ស្ងាត់ល្អទៀតហើយចង់មកជាគ្រួសារនាំកូនតូចមកលេងក៏បានដែរដោយសារកន្លែងគាត់ធំទូលាយមានដើមឈើមានអីអញ្ចឹងណាហើយអាចរត់លេងបានជាពិសេសក្មេងៗហើយបើនិយាយទៀតសោតជាពិសេសនោះទៀតបកកន្លែងគាត់គឺកៅអីសិតតែឈើបងប្អូនឈើប្រណិតមែនតើកម្រមានណាបងប្អូនហើយកន្លែងដែលមានឈើប្រណិតដាក់កៅអីឲ្យអង្គុយណាជាពិសេសមានក្បាច់ក្បូររូបនាគរូបអីផ្សេងអូយលយមែនតើបងប្អូនហើយមើលតែឈើមិនមែនធូរថ្លៃទេបងប្អូនទម្រាំទៅបានឈើម្ដុំនេះគឺអស់ចំណាយច្រើនមែនតើបងប្អូនជាពិសេសមានរូបនាគក៏ដូចជាមានរូបហង្សនិងរូបអីផ្សេងជាច្រើនដែលបងប្អូនចង់ទៅឃើញអាចទៅមើលបាននៅ Top Cafe នឹងឯងទិញ드링តាមមួយកែវទៅអង្គុយលេងបានថតរូបបានក៏ដូចជាកំសាន្តផ្សេងបានហើយនិយាយរៀបរាប់យ៉ាងយូរបងប្អូនច្បាស់ជាចង់ដឹងទីតាំងមែនទេបងប្អូននៅម្ដុំសាលា IU បងប្អូនមកដល់ stop សាលា IU មកបាទបត់ឆ្វេងបាទតាមក្រាស់សាំងនេះហើយទៅត្រង់រហូតប្រហែលជា800 ម៉ែត្របងប្អូននឹងដល់ផ្លូវបែកជា4ដូចជាទី5ណាបត់ឆ្វេងយើងទៅសថាគារបានវិញតែមិនបាច់បត់ឆ្វេងទៅត្រង់ប្រហែលជា200 ម៉ែត្រអីទៀតទេបងប្អូននឹងឃើញផ្លូវបត់ស្ដាំជាប់កន្លែងធ្វើឡានធ្វើអីចាក់ស្មាច់ចាក់អីហ្នឹងបងប្អូនបត់ចូលផ្លុកដល់តែម្ដងបងប្អូន Top Cafe នឹងឯងនៅឆ្វេងដៃហើយចតម៉ូតូចតឡានហើយដើរចូលខាងក្នុងមកបងប្អូនកំង드링កំងអីញ៉ាំហើយអ្វីដែលកាន់តែពិសេសបងប្អូនអាចយកអាហារពីខាងក្រៅចូលមកញ៉ាំជុំគ្នាទៀតបានណាបងប្អូនកំងតែ드링កន្លែងគាត់ញ៉ាំឯអាហារយកមកពីក្រៅញ៉ាំនៅក្នុងហាងគាត់បានដោយសារតែហាងគាត់អត់ទាន់មានលក់អាហារផ្សេងទេអញ្ចឹងបើកឲ្យយកចូលមកសេរីបងប្អូនហើយអេមែនតែម្ដងជាពិសេសបងប្អូនយើងអ្នកនៅចិត្តសាលា IU ក៏ដូចនៅម្ដុំសែនសុខទាំងអស់គ្នាឬក៏នៅឆ្ងាយក៏បានដែរមកលេងមកបងប្អូនមកញ៉ាំអីជុំគ្នានៅទីនេះទិញបាយទិញអីយកមកញ៉ាំឬក៏អាហារផ្សេងមកអង្គុយញ៉ាំលេងធ្វើការបណ្ដើរញ៉ាំបណ្ដើរផឹក드링បណ្ដើរអូអេមែនតែហើយមើលបរិយាកាសបែបហ្នឹងគួរតែទៅឲ្យបងប្អូនចង់ទៅឲ្យបាទឃើញហើយសេវទីតាំងមួយស្អែកទៅក៏បានខាងស្អែកទៅក៏បានបងប្អូនហើយទៅឲ្យដឹងឲ្យជាប់ចិត្តហើយកហ្វេកន្លែងគាត់ឆ្ងាញ់ប្រយ័ត្នធ្វើជាម៉ួយកន្លែងគាត់ដកចិត្តមិនរួចផងហើយទី2មួយទៀតកន្លែងគាត់គឺមានសាឡុងវែងឲ្យបងប្អូនអង្គុយលេងហើយមិនតែប៉ុណ្ណោះទេអាចគេងបានទៀតបងប្អូនហើយគាត់ប្រាប់អញ្ចឹងណាគាត់ថាចង់ឲ្យភ្ញៀវដែលមកហ្នឹងគឺមានអារម្មណ៍ថាកក់ក្ដៅដូចជាផ្ទះខ្លួនឯងអញ្ចឹងអាចគេងមួយសឡេត2សឡេតបានទៀតអូយលយមែនតែនហើយកន្លែងគាត់មិនត្រឹមតែមាន드링ផ្សេងនឹងកាហ្វេទេបងប្អូនមានដូងក្រអូបទៀតដូងក្រអូបនេះគឺឈ្ងុយឆ្ងាញ់ណាបងប្អូនហើយគាត់នាំចូលពីខេត្តមកផ្ទាល់ណាបងប្អូនចង់កំងអាចកំងបានចង់កំងលក់បន្តក៏តម្លៃកាន់តែពិសេសទៀតណាបងប្អូនបើចង់កំងបន្តអាចតាក់ទងតាមលេខទូរស័ព្ទគាត់បាននៅក្នុង comment ខាងក្រោមអញ្ចឹងទីតាំងក៏ដូចជាលេខទូរស័ព្ទហាងបាទដាក់នៅ comment ខាងក្រោមហើយបងប្អូនអាចតាក់ទងបានឬក៏ save ទុកមួយទៅទុកទៅលេងថ្ងៃក្រោយបានណាបងប្អូនអរគុណ